សាទរពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិសរុបចំនួន 2814 អង្គនាក់និងមានអ្នកចូលរួមប្រមាណជាង 6000 នាក់ក្រោមអធិបតីភាពឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រឹកថ្ងៃទី 3 ខែតុលាឆ្នាំ 2025 សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិសរុបចំនួន 2814 អង្គនាក់ដែលស្ថិតនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី 2 ស្ពានអាកាសចោមចៅក្រមអធិបតីភាពឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតលីឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយកនៃ Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងស្ថាប័ននានាឯកឧត្តមលោកជំទាវជាតំណាងក្រសួងស្ថាប័នគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសសយកថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិស្សិតជ័យលាភីមេដាបិតាអាណាព្យាបាលសរុបប្រមាណជាង 6000 អង្គនាក់ឯកឧត្តមនីនវុឌ្ឍអគ្គនាយករងនៃ Belty Group និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានឲ្យដឹងថានិស្សិតជ័យលាភីទទួលសញ្ញាបត្រមានចំនួនសរុប 2814 អង្គនាក់ក្នុងនោះថ្នាក់បណ្ឌិតចំនួន 10 នាក់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 175 នាក់ថ្នាក់បរិញ្ញាបត្រចំនួន 1897 នាក់និងថ្នាក់បរិញ្ញាបត្ររងចំនួន 732 នាក់និងបានធ្វើរបាយការណ៍សង្ខេបអំពីសាកលវិទ្យាល័យ Belty អន្តរជាតិជូនដល់អង្គពិធីទាំងមូលឯកឧត្តមបានបញ្ជាក់ទៀតថានិស្សិតជ័យលាភីគ្រប់រូបសុទ្ធតែទទួលបានឱកាសការងារនិងមានមុខរបរផ្ទាល់ខ្លួនក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Belty អន្តរជាតិក្នុងឱកាសដ៏វិសេសវិសាលនោះដែរឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ដែលបានបញ្ចប់ការសិក្សានិងជូនពរដល់និស្សិតជ័យលាភីទាំងអស់ទទួលបានជោគជ័យក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ឯកឧត្តមបានបង្ហាញនៅសុតិធិនិយមយ៉ាងខ្លាំងថានិស្សិតជ័យលាភីទាំងអស់សុទ្ធសឹងជាបញ្ញវន្តប្រកបដោយបញ្ញាញាណជាកម្លាំងស្នូលពោរពេញដោយបច្ចេកទេសជំនាញចំណេះដឹងចំណេះធ្វើពិតប្រាកដមានសីលធម៌ល្អប្រពៃមានទំនួលខុសត្រូវនិងប្រើប្រាស់ចំណេះដឹងទៅចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជានិងឲ្យតម្លៃទៅលើពាក្យថាសន្តិភាពជាឱកាសដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណ82អង្គនាក់និងផ្ដល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាស្ត្រាចារ្យអាណាព្យាបាលនិងនិស្សិតជ័យលាភីទាំងអស់ដែលបានអញ្ជើញចូលរួមនាពេលនោះក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលយ៉ាងក្រៃលែងបន្ថែមពីនេះទៅទៀតឯកឧត្តមបណ្ឌិតលីឆេងបានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីសរុបប្រហែល 2000 នាក់ជាងរហូតដល់បញ្ចប់កម្មវិធីប្រកបដោយភាពជោគជ័យនិងសប្បាយរីករាយជាទីបំផុតជាចុងក្រោយដោយនាងខ្ញុំហុងពុតបូរមីផ្សាយចេញនៅក្នុង Belty IU សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.